បាទសូមជម្រាបសួរពុកម៉ែអ៊ំពូមីងបងប្អូនជាទីគោរពពីខ្ញុំបាទជាងរ៉ា CR សំឡងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខេត្តក្រុងពេលនេះដែរខ្ញុំបាទជាងរ៉ាសូមបង្ហាញពីចំណុចដ៏តូចមួយសម្រាប់ការពីប្លង់សេកុំឲ្យប្រេះពេលដែលពុកម៉ែអ៊ំពូមីងបងប្អូនឬមួយក៏មេចាក់បេតុងរួចយើងត្រូវបាញ់ទឹកយ៉ាងហោចណាស់ក្នុងមួយថ្ងៃបាន2ដងដែរដូចជាពេលព្រឹកម្ដងនិងពេលល្ងាចម្ដងឲ្យបេតុងយើងត្រជាក់មានជាតិសំណើមការពីពេលដែលត្រូវកម្ដៅថ្ងៃធ្វើឲ្យបេតុងយើងក្ដៅហួតហែងវាអាចបណ្ដាលឲ្យប្រេះថ្ងៃក្រោយបណ្ដាលឲ្យមានបញ្ហាជ្រាបទឹកកើតឡើងតាមប្លង់សេបើយល់ល្អពេលដែលចាក់បេតុងរួចយើងមិនទាន់អាលប្រញាប់កោះពុំចំហៀងយើងបញ្ចូលទឹកឲ្យពេញដោយរូបភាពនេះបញ្ចូលទៅឲ្យពេញជោគជាំដក់ទឹកនៅលើនេះវាអាចជំនួយបានល្អសម្រាប់ប្លង់សេ